មុននឹងឈានចូលទៅដល់ការនិយាយអំពីវត្តមានរបស់ជប៉ុននៅកម្ពុជានៅក្នុងវីដេអូ podcast episode នេះយើងនឹងលើកយកមកនិយាយអំពីព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅកម្ពុជាក្នុងកំឡុងសង្គ្រាមលោកលើកទី2សង្គ្រាមបារាំងថៃនៅចុងឆ្នាំ1940គឺជាហេតុការណ៍ដ៏សំខាន់ដែលបានទាញកម្ពុជាឲ្យចូលទៅក្នុងជម្លោះជាបន្តបន្ទាប់និងរហូតមកដល់បច្ចុប្បន្នត្បិតថាទឹកដីរបស់កម្ពុជាដែលសៀមបានកាន់កាប់មួយភាគនឹងរយៈពេលខ្លីត្រូវបានបារាំងគំរាមកំហែងយកត្រឡប់មកឲ្យកម្ពុជាវិញបានធ្វើឲ្យថៃដែលងប់ងល់នឹងជាតិនិយមជ្រុលនៅតែបៀមមហិច្ឆតាចង់ត្រឡប់យកមកគ្រប់គ្រងទឹកដីទាំងនោះម្ដងទៀតនៅខែកក្កដាឆ្នាំ1940ប្រទេសបារាំងបានបង្កើតរដ្ឋាភិបាល VC បន្ទាប់ពីបានចាញ់អាល្លឺម៉ង់ណាស៊ីកាលពីប៉ុន្មានខែមុនក្រោយមកមានចំនួនកើតឡើងរវាងរដ្ឋាភិបាល VC និងក្រុមបារាំងសេរីដឹកនាំដោយលោកសាដឺហ្គោលដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេសភាគីទាំងពីរបានអះអាងថាអំណាចដែលបានកាន់កាប់អាណានិគមគឺជារដ្ឋាភិបាលបារាំងស្របច្បាប់តែមួយគត់ម្ល៉េះហើយឥណ្ឌូចិនបានក្លាយទៅជាអាណានិគមសំខាន់សម្រាប់ VC ដើម្បីបង្ហាញភាពស្របច្បាប់នៃការគ្រប់គ្រងរបស់ខ្លួននៅឯប្រទេសថៃឯនោះវិញលួងប្លែកពីប៊ុនសង្គ្រាមបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី16ខែធ្នូឆ្នាំ1938ហើយនៅថ្ងៃទី24ខែមិថុនាឆ្នាំ1939លោកបានបដូរឈ្មោះពីប្រទេសសៀមទៅជាថៃដើម្បីបង្កើនការគាំទ្រចំពោះគោលនយោបាយពង្រីកទឹកដីការបដូរឈ្មោះពីសៀមទៅថៃនេះក៏ពីព្រោះលួងប្លែកពីប៊ុនសង្គ្រាមចង់បង្រួបបង្រួមប្រជាជនដែលនិយាយភាសាតៃទាំងអស់ឲ្យស្ថិតនៅក្រោមអត្តសញ្ញាណជាតិតែមួយពាក្យថាថៃមានន័យថាដែនដីនៃសេរីភាពដែលពួកគេចង់បញ្ជាក់ប្រាប់ពិភពលោកថាមានតែថៃមួយប៉ុណ្ណោះនៅអាស៊ីអាគ្នេយ៍ដែលមិនធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយឡើយហេតុផលសំខាន់មួយទៀតនៃការបដូរឈ្មោះនេះគឺជាអារម្មណ៍ប្រឆាំងជនជាតិចិនដែលជាផ្នែកមួយនៃយុទ្ធនាការក្រោមពាក្យស្លោកប្រទេសថៃសម្រាប់ជនជាតិថៃហើយគោលបំណងចម្បងគឺកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ចរបស់ពាណិជ្ជករចិននិងលើកកម្ពស់អាជីវកម្មដែលជាកម្មសិទ្ធិរបស់ជនជាតិដើមកំណើតថៃការប៉ះទង្គិចរវាងថៃនិងឥណ្ឌូចិនរបស់បារាំងបានកើតឡើងនៅខែកញ្ញាឆ្នាំ1940ហើយចំនួនតូចបានបន្តរហូតដល់ផ្ទុះជាសង្គ្រាមពេញលេញនៅចុងឆ្នាំនោះក៏ប៉ុន្តែសង្គ្រាមនេះបានបញ្ចប់ទៅវិញបន្ទាប់ពីជប៉ុនដែលចង់ពង្រីកទំនាក់ទំនងល្អជាមួយថៃបានចូលខ្លួនជាមធ្យោបាយសម្របសម្រួលនិងរៀបចំសន្ធិសញ្ញាសន្តិភាពមួយនៅទីក្រុងតូក្យូតាមរយៈសន្ធិសញ្ញានោះកម្ពុជាត្រូវបញ្ជូនដែនដីភាគខាងជើងនិងភាគពីយប់ឲ្យថៃរួមមានខេត្តបាត់ដំបងទាំងមូលភាគខាងជើងនៃសៀមរាបនិងកំពង់ធំព្រមទាំងតំបន់ខាងលិចទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងការចូលរួមរបស់ជប៉ុននៅឥណ្ឌូចិនបានចាប់ផ្ដើមដោយការលុកលុយភាគខាងជើងឥណ្ឌូចិននៅថ្ងៃទី26ខែកញ្ញាឆ្នាំ1940ប៉ុន្តែកងទ័ពជប៉ុនត្រូវបានដាក់ទីតាំងនៅកម្ពុជាតែនៅថ្ងៃទី28ខែកក្កដាឆ្នាំ1941បន្ទាប់ពីពួកគេបានចូលកាន់កាប់ភាគខាងត្បូងឥណ្ឌូចិននៅថ្ងៃទី17ខែកក្កដាឆ្នាំ1942ព្រះសង្ឃហែមជាវត្រូវបានចាប់ខ្លួនខណៈនៅតែមានស្ថានភាពជាសង្ឃនៅឡើយការចាប់ខ្លួននោះពីបទផ្សព្វផ្សាយគោលលទ្ធិប្រឆាំងបារាំងព្រះសង្ឃខ្មែរប្រហែល 1000 ទៅ 2000 អង្គនិងប្រជាពលរដ្ឋបានដង្ហែជាក្បួនដោយកាន់ឆ័ត្រគ្រប់ដៃដើម្បីប្រឆាំងការតវ៉ានឹងការចាប់ខ្លួននេះម្ល៉េះហើយបានជាគេហៅថាបាតកម្មឆ័ត្រឬក៏សង្គ្រាមឆ័ត្របាតកម្មនោះត្រូវបានរៀបចំឡើងដោយក្រុមនាយកកាសែតនគរវត្តដែលបានស្គាល់ហែមជាវតាមរយៈសកម្មភាពនៅរាជបណ្ណាល័យនិងវិទ្យាស្ថានពុទ្ធសាសនាកាសែតនេះត្រូវបានបង្កើតឡើងនៅឆ្នាំ1936និងជាកាសែតខ្មែរដំបូងដែលផ្សាយមតិនយោបាយក្នុងចំណោមនិពន្ធនាយកមានប៉ាឈឿនសឺងងុកថាញ់ដែលជាអ្នកជាតិនិយមខ្មែរដំបូងបានទទួលការអប់រំភាសាបារាំងបាតកម្មនៅថ្ងៃទី20កក្កដាត្រូវបានបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរបារាំងហើយប៉ាឈឿនត្រូវបានចាប់ខ្លួនខណៈដែលសឺងងុកថាញ់ត្រូវបានភៀសខ្លួនទៅកាន់ប្រទេសជប៉ុនឆ្លងកាត់តាមរយៈបាត់ដំបងនិងចូលទៅកាន់បាងកកមុននឹងឡើងទៅដល់ជប៉ុនចាប់តាំងពីពេលនោះមកនគរវត្តក៏បានបញ្ឈប់ការបោះពុម្ពកាសែតរបស់ខ្លួននៅថ្ងៃទី2ខែមីនាឆ្នាំ1943លោក George Coutier បានចូលកាន់តំណែងជា Résident Supérieur នៅកម្ពុជា
លោកបានអនុវត្តគោលនយោបាយលុបបំបាត់អក្សរខ្មែរដោយជំនួសដល់អក្សរឡាតាំងនិងលុបបំបាត់ប្រតិទិនខ្មែរដែលបញ្ចូលគ្នារវាងប្រតិទិនពុទ្ធសាសនានិងចន្ទគតិដើម្បីជំនួសដោយប្រតិទិនគ្រិស្តសករាជគោលនយោបាយទាំងនោះត្រូវបានបង្ខំអនុវត្តនិងបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពិសេសពីសំណាក់សហគមន៍ព្រះសង្ឃខ្មែរព្រះមហាក្សត្រនរោត្តមសីហនុបានប្រកាសឯករាជ្យប្រជាណាចក្រកម្ពុជានៅថ្ងៃទី12ខែមីនាឆ្នាំ1945ថ្ងៃបន្ទាប់ពីប្រកាសឯករាជ្យព្រះរាជក្រឹត្យលេខ5បានប្រកាសស្ដារប្រតិទិនខ្មែរហើយព្រះរាជក្រឹត្យលេខ6បានស្ដារអក្សរខ្មែរទោះបីជាឯករាជ្យនោះនៅមានឥទ្ធិពលជប៉ុនខ្លះៗក៏ដោយអ្នកដែលត្រូវបានចាប់ខ្លួនក្រោយបាតុកម្មរួមមានប៉ាឈឿនត្រូវបានដោះលែងសឿងងុកថាញ់បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី31ខែឧសភាហើយបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសនៅថ្ងៃទី1ខែមិថុនាក៏ប៉ុន្តែដោយសារគណៈរដ្ឋមន្ត្រីភាគច្រើននៅពេលនោះគាំទ្របារាំងបានវាយប្រហាររាជវាំងនៅថ្ងៃទី9ខែសីហាឆ្នាំ1945និងទាមទារបង្កើតរដ្ឋាភិបាលជាតិនិយមគាំទ្រជប៉ុនទើបនៅថ្ងៃទី14ខែសីហាសឿងងុកថាញ់បានក្លាយជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែបន្ទាប់ពីជប៉ុនបានចាញ់សង្គ្រាមកងទ័ពបារាំងអង់គ្លេសបានចូលគ្រប់គ្រងភ្នំពេញវិញនៅខែតុលាហើយសឿងងុកថាញ់ក៏ត្រូវបានចាប់ខ្លួនឯករាជ្យរបស់ប្រជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏សែនខ្លីនោះត្រូវបានលុបចោលជាផ្លូវការនៅថ្ងៃទី14ខែធ្នូឆ្នាំ1945ប៉ុន្តែកម្ពុជាត្រូវបានទទួលស្គាល់ថាមានសិទ្ធិគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុងសហភាពបារាំងតាមកិច្ចព្រមព្រៀង Franco-Cambodian ចុះនៅថ្ងៃទី7ខែមករាឆ្នាំបន្ទាប់នៅដើមទសវត្សរ៍ឆ្នាំ1950ព្រះបាទសីហនុបានចូលរួមយ៉ាងសកម្មនៅក្នុងឆាកនយោបាយបន្ទាប់ពីប្រកាសឯករាជ្យនៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953និងបង្កើតចលនាសង្គមរាស្ត្រនិយមនៅថ្ងៃទី7ខែមេសាឆ្នាំ1955ព្រះអង្គបានទទួលកិត្តិយសចំពោះជោគជ័យនៃឯករាជ្យក៏ប៉ុន្តែរបបប្រជានិយមនេះមិនបានយូរស្រួលបួលផងនៅថ្ងៃទី18មីនាឆ្នាំ1970សម្ដេចនរោត្តមសីហនុត្រូវបានដកចេញពីតំណែងប្រមុខរដ្ឋហើយរដ្ឋាភិបាលលន់នល់នៃរបបសាធារណរដ្ឋខ្មែរត្រូវបានបង្កើតឡើងដោយដែលបានបញ្ជាក់ខាងលើរួចមកហើយការចូលរួមរបស់ជប៉ុននៅកម្ពុជាមុនពេលលុកលុយឥណ្ឌូចិនក្រោមអាណានិគម VC មានកម្រិតតិចតួចប៉ុណ្ណោះប្រជាជនជប៉ុនភាគច្រើនដែលរស់នៅកម្ពុជាគឺជាស្ត្រីដែលគេសន្និដ្ឋានថាជាស្ត្រីរកស៊ីផ្លូវភេទដែលហៅថាការ៉ាយូគីសាន់លើសពីនេះទៅទៀតតាមកំណត់ត្រាសិភៅភ្ញៀវដែលស្នាក់នៅសន្តាគារភ្នំពេញបានដាក់ជូនប៉ូលីសបានបង្ហាញថាបន្ទាប់ពីជប៉ុនលុកលុយភាគខាងជើងឥណ្ឌូចិននៅខែកញ្ញាឆ្នាំ1940ចំនួនជនជាតិជប៉ុនដែលចូលមកកម្ពុជារួមទាំងមន្ត្រីយោធាបានកើនឡើងយ៉ាងខ្លាំងក្នុងគោលបំណងសង្កេតការណ៍និងស្រាវជ្រាវនៅថ្ងៃទី14ខែកក្កដាឆ្នាំ1941ការលុកលុយភាគខាងត្បូងឥណ្ឌូចិនដោយជប៉ុនដែលជាការពង្រីកវត្តមានយោធាដែលមានស្រាប់ត្រូវបានព្រមព្រៀងរវាងជប៉ុននិងបារាំងតាមកិច្ចព្រមព្រៀងនេះកងទ័ពទី25របស់ជប៉ុនដែលរួមមានកងអង្គរៈអធិរាជនិងកងពលទ័ពឯករាជ្យចម្រុះទី21ដែលដំបូងត្រូវបានដាក់ពង្រីសម្រាប់ការលុកលុយភាគខាងជើងឥណ្ឌូចិនត្រូវបានបញ្ជាឲ្យផ្លាស់ទីចុះមកភាគខាងត្បូងវិញកងពលទ័ពថ្មើរជើងទី5ដែលបានកេងមកពីទីក្រុងសាគូរ៉ាត្រូវបានដាក់ពង្រាយជាចម្បងនៅតំបន់ផ្សេងក្នុងប្រទេសកម្ពុជានៅភ្នំពេញមានទីបញ្ជាការកងអង្គរៈអធិរាជទី2និងកងពលទ័ពថ្មើរជើងទី5ព្រមទាំងកងពលទ័ពទី2នៃកងអង្គរៈនោះត្រូវបានដាក់ទីតាំងឲ្យឈរជើងនៅក្នុងបេះដូងនៃប្រទេសកម្ពុជាគឺទីក្រុងភ្នំពេញនៅឯតាកែវឯនោះវិញក៏មានផងដែរកងស៊ើបការរបស់កងអង្គរៈអធិរាជនិងផ្នែកមួយនៃកងដឹកជញ្ជូនអង្គរៈអធិរាជខណៈដែលកងពលទី1និងទី3ត្រូវបានដាក់ពង្រាយនៅខេត្តសៀមរាបនិងកំពតទៅតាមលំដាប់លំដោយតំបន់ទាំងនេះបានក្លាយទៅជាគោលដៅសំខាន់នៃការដាក់ពង្រាយបន្ទាប់ពីដែនដីភាគពីរយប់នៃកម្ពុជាត្រូវបានប្រគល់ទៅឲ្យថៃក្រោយសង្គ្រាមបារាំងថៃសៀមរាបនៅភាគខាងជើងបឹងទន្លេសាបនិងពោធិ៍សាត់នៅភាគខាងត្បូងបានក្លាយទៅជាព្រំដែនថ្មីរវាងកម្ពុជានិងថៃឯកសារមួយចំនួននៅបណ្ណាសាជាតិបានបង្ហាញពីប្រតិកម្មរបស់ប្រជាជនកម្ពុជាមូលដ្ឋានចំពោះកងកម្លាំងជប៉ុន
โดยរួមមានរបាយការណ៍ពីអភិបាលខេត្តនិងមេឃុំទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបាយការណ៍ភាគច្រើនបានបង្ហាញថាប្រជាពលរដ្ឋកម្ពុជាដែលរស់នៅទីចុងកាត់មាត់ញោកទូទៅមិនបានយកចិត្តទុកដាក់ចំពោះវត្តមានកងទ័ពជប៉ុនឡើយហើយក៏មិនមានការប៉ះទង្គិចធ្ងន់ធ្ងរណាមួយបានកើតឡើងផងដែរទោះបីជាយ៉ាងណាក៏ដោយនៅតែមានឯកសារខ្លះៗបានបង្ហាញឲ្យឃើញថាមានការប៉ះទង្គិចតូចៗនិងបញ្ហាផ្សេងរវាងកងទ័ពជប៉ុននិងប្រជាជនកម្ពុជាក៏បានកើតមានឡើងផងដែរឧទាហរណ៍ក្នុងលិខិតមួយពីមេឃុំកំពង់ត្រាចផ្ញើទៅកាន់អភិបាលខេត្តកំពតនៅថ្ងៃទី11ខែសីហាឆ្នាំ1941បានរាយការណ៍ថាទាហានជប៉ុនខ្លះបានងូតទឹកដោយអាក្រាតកាយនៅអាងទឹកសាធារណៈដែលបង្កឲ្យប្រជាពលរដ្ឋមួយចំនួនបានបង្ហាញនូវការមិនពេញចិត្តត្បិតថាសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់មើលឃើញថាទាំងនេះគឺជារូបភាពឥតកេរ្តិ៍ខ្មាស់របស់ទាហានជប៉ុនដោយគ្នានេះដែរលិខិតពីអភិបាលខេត្តកំពង់ធំផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសាសនាបានរាយការណ៍ថានៅព្រឹកថ្ងៃទី16ខែសីហាម៉ោង8ព្រឹករថយន្តកងទ័ពជប៉ុនមួយគ្រឿងបានមកដល់ផ្សារកំពង់ធំទាហានជប៉ុនប្រហែល7ទៅ8នាក់បានចូលទៅដល់ក្នុងហាងជនជាតិចិនមួយដោយសារតែពួកគេមើលឃើញរូបភាពពាក់ព័ន្ធនឹងសង្គ្រាមចិនជប៉ុននៅទីនោះកាលពីថ្ងៃមុនបើទោះបីជាម្ចាស់ហាងបានលាក់រូបភាពនោះក៏ដោយទាហានជប៉ុនបានបង្ខំឲ្យគាត់យកចេញហើយបានទាត់នឹងវាយគាត់នឹងចុងកំភ្លើងមុននឹងរឹបអស់យករូបភាពទាំងនោះទៅបន្ថែមពីនេះទៅទៀតលិខិតពីមេឃុំលើកដែកផ្ញើទៅកាន់អភិបាលខេត្តកណ្ដាលនៅថ្ងៃទី3ខែធ្នូឆ្នាំ1941បានរាយការណ៍ថាប្រជាពលរដ្ឋមូលដ្ឋានមួយចំនួនកំពុងជួបបញ្ហាជាមួយនឹងអាកប្បកិរិយាមិនសមរម្យនិងគ្មានសុជីវធម៌របស់ទាហានជប៉ុនជាពិសេសការបង្ខំប្រជាពលរដ្ឋឲ្យចូលរួមការងារដោយគ្មានស្ម័គ្រចិត្តដែលត្រូវបានចាត់ទុកថាជាទង្វើអសិលធម៌និងគ្មានមនុស្សធម៌